វីដេអូផ្សិតប៉តាំងកដាយប់មកទៅសួរស្អីឡើងមកបងទៅរកផ្សិតប៉ដើម្បីធ្វើញ៉ាំដែរចឹងណាដើផ្សិតប៉មកដល់ហើយអញ្ចឹងអត់ប្របាក់រញ៉ាំទេបងប្អូនគ្រាន់តែអាប្រភេទប៉ខ្មៅអូយប្របាក់រទិញអត់បានទេបងប្អូនទិញបានតែពណ៌សទេសួរថាអញ្ចឹងផ្សិតប៉អាពណ៌ខ្មៅនិងពណ៌សខុសគ្នាមិនចង់ប្រាប់ថាខុសគ្នាថងថាអញ្ចឹងអាពណ៌សលក្ខណៈតុនជ្រាចឹងណាស្នូវាខាងក្រៅហ្នឹងក៏សក្នុងក៏សពណ៌ខ្មៅខាងក្នុងខ្មៅចាក្រៅក៏ខ្មៅដូចគ្នាតែអាខាងក្រៅស្បែកវាអត់តុនដូចពណ៌សទេស្បែកវាឆឹបរឹងណាបងប្អូនចាបងប្អូនខ្លះក៏ចូលចិត្តញ៉ាំពណ៌សបែបលក្ខណៈតុនផុយអញ្ចឹងទៅណាអ្នកខ្លះក៏ចូលចិត្តញ៉ាំពណ៌ខ្មៅដោយសារវាញ៉ាំទៅជ្រឹបប៉ុន្តែភាគច្រើនគេចូលចិត្តញ៉ាំពណ៌ខ្មៅច្រើនជាងពណ៌សតែជាលៀបថ្ងៃនេះយកផ្សិតប៉ហ្នឹងមកធ្វើជាមួយនឹងសម្លតាពាំងចាបងប្អូននេះមើលសម្លតាពាំងអ៊ីជាលៀបធ្វើអ៊ីជាលៀបក៏ឡាវបងប្អូនជាលៀបតែកំពុងតែថតវីដេអូហ្នឹងក៏ឡាវជាលៀបហ្នឹងក៏កូនឡាវអញ្ចឹងមកផ្ទះហ្នឹងគឺសិតតែកូនកាត់ឡាវបងប្អូនអញ្ចឹងធ្វើម្ហូបមកមួយគឺត្រូវចិត្តមកផ្ទះហ្មងចាគឺញ៉ាំបានទាំងអស់គ្នាអានេះសម្លប្រហើតាពាំងដាក់ជាមួយនឹងប៉បងប្អូនអើយតរដូវផ្សិតប៉អញ្ចឹងឆ្នៃធ្វើបានគ្រប់មុខនេះចង់យកមកសម្លតាពាំងចង់ស្ងោរចង់ឆាចង់ខបានមកកាផ្លេបងចង់ផ្លាយឆ្នៃតាមចំណងចិត្តមិនមែនបានតែប៉ុណ្្នឹងទេចង់យកផ្សិតប៉ទៅឆ្នៃអីតាមចំណងចិត្តយើងស្រ័យទៅយើងទៅបងប្អូនគាត់ថាធ្វើទៅឆ្ងាញ់អញ្ចឹងណាបងប្អូនណាខ្លះដែលអត់តាមបានស្គាល់ផ្សិតប៉មើលសូមមើលមុខខាងក្រោមខមមិននឹងតិចមកអានឹងគេហៅថារបស់កម្រណាបងប្អូនចាមួយឆ្នាំញ៉ាំបានតាមរដូវកាលទេជាលៀបឲ្យថាដល់រដូវផ្សិតប៉ផ្សិតកញ្ជោឬក៏ផ្សិតកង្កោកហ្នឹងគឺដឹងតែមកទិញផ្ញើឲ្យហីថាផ្សិតប៉និងផ្សិតកង្កោករៀងទិញបានតនគេបើនិយាយផ្សិតកញ្ជោវិញទិញមិនដែរបានតនគេទេបងប្អូនដល់10ថ្ងៃនេះក៏មិនតនបានញ៉ាំដែរញ៉ាំបាយថ្ងៃហើយថ្ងៃហ្នឹងរីករាយចុងសប្តាហ៍ហ៎អញ្ចឹងនំកូនមកលេងសួនសัตว์បងប្អូននេះដាក់ចំណីអីសត្វម៉ាក់ទាំង2ទាំង3អត់មានខ្លាញ់ទេបងប្អូនចានិយាយពីជាលៀបវិញចាខ្លាចាខ្លាតូចកំពុងដាក់ចំណីខ្លាធំចុះជាលៀបខ្លាដែរតានេះមកលេងពុកម៉ែពុកម៉ាក់ញ៉ាំពុកម៉ាក់នេះរបស់ឆ្ងាញ់ចាបើបញ្ចុករបស់ឆ្ងាញ់ឲ្យពុកម៉ាក់ឯងចឹងណានិយាយពីខ្លានៅក្នុងត្រង់ចានិយាយស្ដាប់គ្នាបើខ្លាឯក្រហមនៅក្រៅក្រុងក្រៅគេក្រៅក្រុងក្រៅគេក្រៅត្រង់និយាយអត់ចេះស្ដាប់គ្នាទេបងប្អូនឯងមកលេងសួនសត្វចាបងប្អូននៅអូនលីគាត់សវាយមើលសត្វចាមានសត្វគ្រប់ប្រភេទហ្មងដើរដាក់ចំណីដាក់តកួនអីចឹងទៅចាឯគាត់មើលសត្វប្លែកប្រាប់ថាកូននេះសត្វនេះកូននេះសត្វនោះយកគាត់មកដាក់ចំណីអីចឹងទៅបងប្អូនហើយជាលៀបជាមួយនឹងប៉ាប៉ាទោះជារវល់ប៉ុណ្ណាក៏ដោយគាត់ភ្លេចទេចាផ្ដល់ពេលវេលាសម្រាប់កូនណាបងប្អូនជាលៀបនឹងរងថ្ងៃដូចជាដើរលើសពីចុងសប្តាហ៍បងប្អូនកូនខ្លះគេដើរតែថ្ងៃចុងសប្តាហ៍អត់រៀនណាសៅរ៍អាទិត្យក៏សុកអីចឹងណាជាលៀបអត់ទេមួយសប្តាហ៍ដើរលេងសឹងមួយសប្តាហ៍បងប្អូនអត់ណាក៏បាន5ថ្ងៃដែរទៅចូលចិត្តដើរលេងដូចម៉ាក់អញ្ចឹងដែរមីនេះដើរតែមកផ្លើតែហត់ទេបងប្អូននេះរកកន្លែងញ៉ាំត្រីចាអូនតែ2នាក់បងប្អូននេះក៏អ្នកជួយមើលនឹង5 6នាក់មើលមិនចង់ឈ្នះសាច់តកូន2នេះអ៊ំពុំមីងចាតែរំតកូន3ចាអត់ដឹងនិយាយតាមមិនទេខ្ជិលនិយាយទៅជារកម៉ៃញ៉ាំពីសាទៅដឹងជារកដូចកូននៅនឹងរងថ្ងៃជាលៀបរងថ្ងៃមានកូន2ដូចមានកូន3ចឹងដោយសារកូនលៀបមួយទៀតអរគុណជំរាបលាអ៊ំពុំមីងទៅណាក៏គេល្បីអូ Facebook ក៏ឃើញគេល្បីអូ TikTok ក៏ឃើញគេល្បីអញ្ចឹងណាទិញសាក់មួយសិនគ្រាន់តែថាឃើញជាមួយនឹងគុណភាពរបស់គេល្អភ្លាមគឺថាទិញថែមម្ដង3ទៀតតែម្ដងអញ្ចឹងបានថាតែបញ្ជាក់មួយថាបើអត់ទាន់បានសាក់ទេគឺត្រូវតែសាក់ឲ្យបានម្ដងជាមួយនឹងក្រែមព្យាបាលប្រព័ន្ធមាត់ជា Olive Glow ហ៊ានធានាជូនថាមានតែមួយគ្មានពីរនៅក្នុងស្រុកខ្មែរនេះគឺថាបានសាក់ហើយគឺដកចិត្តលេងរួចហ្មងបើនិយាយពីតម្លៃរបស់គេវិញគឺអត់សមជាមួយនឹងគុណភាពហ្មងបងសាក់ទាយមើលមកទីបនឹងតម្លៃប៉ុន្មានតម្លៃរបស់គេអត់មាន10 20 30ដុល្លារណាបងតម្លៃរបស់គេត្រឹមតែ28,000បើគិតជាដុល្លារត្រឹមតែ7ដុល្លារទេអូបងមួយទៀតជាមួយនឹងក្រែមព្យាបាលប្រព័ន្ធមាត់ជា Olive Glow បងគឺជា brand របស់កូនខ្មែរ 100% ម្ចាស់ brand គឺជាកូនខ្មែរ 100% ចង់បានជាមួយនឹងប្រព័ន្ធមាត់ស៊ីចម្ពូមានសំណើមគ្មានបញ្ហាប្រេះស្ងួតកុំភ្លេចជាមួយនឹងក្រែមព្យាបាលប្រព័ន្ធមាត់ជា Olive Glow